បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយមស្រឡាញ់ឧបករណ៍ខ្លុយខ្មែរយើងដោយសារតែមួយរយៈនេះខ្ញុំរវល់ទើបខ្ញុំមិនសូវបានចេញជាវីដេអូបាទបង្រៀនផ្លុំឬក៏វីដេអូផ្លុំខ្លុយអីទេអញ្ចឹងប៉ុន្តែថ្ងៃនេះខ្ញុំឆ្លៀតថតបាទមេរៀនសំខាន់មួយចំនួនដែលបងប្អូនសួរបងក៏សួរថាតើយើងអ្នករៀនដំបូងយើងគួរតែយកខ្លុយតង់អីមករៀនបាទដើម្បីឲ្យឆាប់ចេះ ចឹងខ្ញុំសូមស្រាយចម្ងល់ជូនបងប្អូនទាំងអស់គ្នាបាទចំពោះការរៀនដំបូងបងគួរតែបាទស្គាល់ប្រភេទខ្លុយសិនយើងចង់ដឹងថាតើខ្លុយដែលយើងកាន់រាល់ថ្ងៃនេះគឺជាប្រភេទខ្លុយបែបលេងអាជីពខ្លុយបែបយកទៅបាទរៀនលេងឬក៏ខ្លុយប្រភេទបែបខ្លុយយើងទិញបាទលម្អខ្លុយតាំងឬក៏ខ្លុយអនុស្សាវរីយ៍ចឹងណាអញ្ចឹងបងប្អូនត្រូវស្គាល់ប្រភេទខ្លុយសិនបាទ ហើយសំណួរនេះគឺសំណួរល្អមែនទែនដែលបងគាត់ចំណាំទៅសួរខ្ញុំអត់ទាន់បានបកស្រាយហើយបងប្អូនជួយបាទមុននឹងខ្ញុំបកស្រាយសូមបងប្អូនទាំងអស់គ្នាជួយ share វីដេអូនេះឲ្យបានដល់ពួកគាត់ផងបាទគីឡូអឺយើងចែកម្លែកទៅដល់ពួកគាត់ចេះទាំងអស់គ្នាបាទចំពោះអ្នករៀនដំបូងអីគឺគាត់អត់ពិបាកបាទហើយចំពោះការដែលលេងខ្លុយដំបងបងប្អូនត្រូវយកខ្លុយល្អបាទទោះបងប្អូនមិនទិញខ្ញុំឬក៏បងប្អូនទិញបងគ្រូណាបាទផ្សេងទៀតក៏បងប្អូនអាចលេងបានដែរឲ្យតែប្រភេទខ្លុយអាជីពបាទគឺខ្លុយបែបនេះបាទតម្រងណាខ្ញុំសូមបង្ហាញជូនបងប្អូនបែបនេះបាទបងប្អូនច្បាស់មើលច្បាស់បាទយើងគឺប្រភេទខ្លុយបែបនេះហើយសំឡេងរបស់វាគឺបែបនេះបាទគឺឆ្វាយបែបនេះឡើងទៅដល់ណាខ្ពស់ជាងគឺបងប្អូនទិញត្រូវហើយបងប្អូនកុំទាន់អាចគិតថាខ្លួនឯងត្រូវការតង់អីអឺយើងរៀនដំបូងអញ្ចឹងបើចំពោះកំណត់របស់ខ្ញុំហ្មងយោបល់សុំទោសបាទបទពិសោធន៍របស់ខ្ញុំហ្មងការដែលខ្ញុំរៀនដំបូងខ្ញុំអត់ដឹងថាតង់អីដែរទេប៉ុន្តែខ្ញុំចេះតែរៀនឲ្យតែវាផ្លុំបានណាហើយកាលហ្នឹងខ្ញុំទិញខ្លុយល្អដែរម្ដង25ដូចគ្នាបាទហ្នឹងវគ្គដំបូងរបស់ខ្ញុំហើយខ្ញុំយកមកគឺខ្ញុំហាត់រៀនខ្ញុំអត់បានសម្គាល់ទៅលើតង់អីទេសំខាន់ឲ្យតែបានខ្លុយមកបងប្អូនទាំងអស់គ្នាហើយមួយទៀតអយើងអត់សូវបានសិក្សាឲ្យដល់អញ្ចឹងខ្ញុំចេះតែផ្លុំលេងតូលតែឯងអញ្ចឹងទៅបាទលុះត្រាតែខ្ញុំស្គាល់ខ្លុយហើយប្រភេទខ្លុយហើយទើបខ្ញុំលេងជាមួយនឹងបទចម្រៀងហ្នឹងអញ្ចឹងត្រឡប់មកវិញក្នុងការដែលបងប្អូនយកខ្លុយទៅហាត់រៀនលេងបងប្អូនយកតង់ដូក៏បានបងប្អូនយកតង់ C bemol ក៏បានដែលយើងនិយមហៅផ្លែ1ផ្លែ2ផ្លែ3អញ្ចឹងណាបាទអញ្ចឹងបងប្អូនយកផ្លែ2ឬផ្លែ3ហ្នឹងទៅលេងទៅតង់ដូឬក៏តង់ C bemol អីចឹងទៅបាទយើងយកតង់ទាំងពីរហ្នឹងទៅហាត់រៀនទៅហើយរៀនតូលបងប្អូនកុំទាន់អានលេងជាមួយនឹងសាច់បត់អីឲ្យសោះយើងហាត់រៀនតូលយើងរត់ម្រាមដៃនឹងឲ្យស្ទាត់សិនមកបន្ទាប់មកយើងរៀនផ្លុំសំឡេងហ្នឹងប្រើដង្ហើមប្រើអីឲ្យបានត្រឹមត្រូវសិនអាហ្នឹងទើបយើងអាចបាទដឹងថាខ្លុយហ្នឹងគេលេងត្រូវជាមួយនឹងតង់អីបាទបត់អីខ្លះអញ្ចឹងមិនមែនថាយើងយកទៅភ្លាមដឹងតែលេងភ្លាមទេពេលខ្លះបងប្អូនគាត់អឺអត់បានដឹងណាបាទអញ្ចឹងមិនភាគច្រើនគឺខ្ញុំភាគច្រើនគឺធ្វើវីដេអូណែនាំជូនបងប្អូនអរគ្នាមិនមែនថាយើងអ្នកបកកែអ្នកខ្លាំងអីទេប៉ុន្តែចែករំលែកនៅអ្វីដែលខ្លួនឯងមានហើយខ្លួនឯងឆ្លងកាត់អញ្ចឹងបងប្អូនក៏ចេះយកទៅផ្លុំទៅចេះតែទៅពីអញ្ចឹងពេលអញ្ចឹងអាចនឹងមានចំណាត់សួរគាត់ក៏សួរយើងមកវិញថាខ្លុយផ្លុំទៅភ្លាវផ្លុំទៅឮសលេងអញ្ចេះឆ្លងចុះប៉ុន្តែគាត់អត់បានឆ្លងកាត់ការហាត់ម្រាមដៃឲ្យបានត្រឹមត្រូវទេអញ្ចឹងបងយកទៅដំបូងយើងមិនអាចរៀនភ្លាមបានទេតតែយើងបាទយកទៅហាត់សិនរៀនសិនស្គាល់អំពីតួខ្លុយបាទសំឡេងតួរបស់វានីមួយសិនទើបបងប្អូនអាចយកទៅបាទមួយរយៈអញ្ចឹងទៅយើងអាចលេងហើយយើងអាចរៀនចាប់ហើយតែបងប្អូនខ្លះគាត់យល់គាត់ឆាប់ចេះទេគ្រាន់តែកាន់ខ្លុយទៅជួនកាលគាត់អាចផ្លុំបានគាត់ថាបានដែរក៏មានដែរបាទអញ្ចឹងចំពោះបងប្អូនដែល share វីដេអូនេះកុំភ្លេចបាទជួយ share ទាំងអស់គ្នាចូលមើលវីដេអូនេះជួយ share ទាំងអស់គ្នាដើម្បីបានបងប្អូនដែលគាត់ឆ្ងល់ហ្នឹងគាត់បានមើលវីដេអូនេះផងដែរបាទហើយមួយវិញទៀតបើសិនជាបងប្អូនចង់បានខ្លុយល្អយកទៅរៀនលេងឬក៏យកទៅលេងជាអាជីពបាទយើងមានធ្វើគ្រប់ទម្រង់គ្រប់បាទប្រភេទតង់ទាំងអស់អញ្ចឹងបងចង់បានតង់មួយណាក៏មានដែរហ្នឹងហើយសំណួរដែលបងសួរថាខ្លុយយើងលេងបានទម្រង់បទអីគេខ្លះអញ្ចឹងគឺអាស្រ័យទៅលើបទចម្រៀងអាស្រ័យទៅលើក្រុមការងារក្រុមភ្លេងរបស់បងបាទគាត់លេងតង់អីអញ្ចឹងយើងយកខ្លុយតង់ហ្នឹងទៅលេងអត់ចេះខុសទេ
បាទចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានជួយគាំទ្របាទហើយនឹងទស្សនាវីដេអូនេះពីដើមដល់ចប់បាទអរគុណ